ការដែលថៃហ៊ានបើកការវាយប្រហារពេញទំហឹងនៅគ្រប់ច្រកលហួរតាមបណ្ដោយព្រំដែនដោយមិនខ្វល់ពីសម្ពាធអន្តរជាតិឬការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិកគឺជាសេណារីយ៉ូមួយដែលអ្នកវិភាគយោធាហៅថាការលេងល្បែងប្រថុយប្រតានចុងក្រោយ Desperate Gamble ឬការប្រែក្លាយទៅជារដ្ឋទុម្មិល Rogue State អ្វីដែលនឹងកាត់ឡើងជាបន្ត 1. ហេតុអ្វីថៃមិនខ្លាចអន្តរជាតិការវិភាគចិត្តសាស្ត្រនយោបាយនៅក្នុងប្រវត្តិសាស្ត្រសង្គ្រាមពេលដែលប្រទេសមួយហ៊ានប្រឆាំងនឹងពិភពលោកបែបនេះគឺតែងតែមានមូលហេតុធំៗចំនួន3វិបត្តិនយោបាយប្រទេសក្នុងធ្ងន់ធ្ងរមេដឹកនាំឬយោធាថៃអាចនឹងកំពុងប្រឈមមុខនឹងការដួលរលំអំណាចនៅក្នុងប្រទេសខ្លួនឯងបាតុកម្មឬការបែកបាក់ផ្ទៃក្នុងដូច្នេះពួកគេត្រូវបង្កើតសត្រូវរួមនៅក្រៅប្រទេសគឺកម្ពុជាដើម្បីបង្វែរចំណាប់អារម្មណ៍ពលរដ្ឋខ្លួនឯងឲ្យមកគាំទ្រកងទ័ពវិញ Nationalism Card យុទ្ធសាស្ត្រវាយរន្ទះ Blitzkrieg ពួកគេអាចនឹងគិតថាការវាយសម្រុកគ្រប់ច្រកក្នុងពេលតែមួយនឹងធ្វើឲ្យកម្ពុជាដួលរលំឬចុះចាញ់ក្នុងរយៈពេលខ្លី2ទៅ3ថ្ងៃមុនពេលដែលអន្តរជាតិឬអាមេរិកអាចលូកដៃទាន់ពួកគេសុខចិត្តទទួលទណ្ឌកម្មក្រោយពេលឈ្នះជាជាងខ្លាចទណ្ឌកម្មមុនពេលច្បាំងការភ័ន្តច្រឡំថាមានខ្នងបង្អងពួកគេអាចនឹងជឿជាក់ខកថាមានមហាអំណាចណាមួយនៅពីក្រោយខ្នងដែលនឹងជួយការពារពួកគេនៅក្រុមប្រឹក្សាសន្តិសុខ Veto Power ទោះបីជាការពិតមិនដូច្នោះក៏ដោយ 2. ចំណុចខ្សោយនៃយុទ្ធសាស្ត្រមិនខ្លាចអាមេរិកទោះបីជាពួកគេបង្ហាញថាហាក់ដូចជាមិនខ្លាចអាមេរិកនៅពេលនេះប៉ុន្តែនេះគឺជាការសម្លាប់គ្រឿងឯងខាងយោធានៅក្នុងរយៈមធ្យមបង្ហាគ្រឿងបន្លាស់ F-16 និង Gripen យន្តហោះ F-16 គឺជាបច្ចេកវិទ្យាអាមេរិកប្រសិនបើថៃផ្កើននឹងអាមេរិកនឹងកាត់ផ្តាច់ការផ្គត់ផ្គង់គ្រឿងបន្លាស់និងប្រព័ន្ធសូវៀតភ្លាមយន្តហោះទាំងនោះនឹងមិនអាចហោះហើរបានយូរទេអាចត្រឹម1ទៅ2សប្តាហ៍វានឹងคล้ายទៅជាដែកអីចោយព្រោះគ្មានគ្រឿងជួសជុលគ្រាប់រំសេវសង្គ្រាមសម័យទំនើបប្រើប្រាស់គ្រាប់រំសេវលឿនណាស់ប្រសិនបើត្រូវបានហ៊ុមព័ទ្ធសេដ្ឋកិច្ច sanctions ថៃនឹងខ្វះប្រេងនិងគ្រាប់រំសេវសម្រាប់បន្តសង្គ្រាមរយៈពេលវែង 3. ស្ថានភាពនៅសមរភូមិបើវាយគ្រប់ច្រកការវាយលុកតាមបណ្ដោយព្រំដែនជាង800គីឡូម៉ែត្រមកក្នុងពេលតែមួយគឺជាកំហុសយុទ្ធសាស្ត្រដ៏ធំមួយការពង្រាយកម្លាំងស្តើង overstretched forces កងទ័ពថៃត្រូវបែងចែកកម្លាំងទៅគ្រប់ច្រកនេះធ្វើឲ្យកម្ពុជាមានឱកាសប្រើប្រាស់យុទ្ធសាស្ត្រការពារចល័តឬវាយកាត់ផ្ដាច់ខ្សែផ្ទុកភួគាដឹកជញ្ជូនស្បៀងនិងគ្រាប់របស់ថៃដែលចូលមកជ្រឺទេសង្គ្រាមប្រជាជនពេលដែលថៃចូលមកឈ្លានពានគ្រប់កន្លែងពលរដ្ឋកម្ពុជាទាំងអស់នឹងក្លាយទៅជាកម្លាំងតស៊ូប្រវត្តិសាស្ត្រកម្ពុជាបានបង្ហាញថាកម្ពុជាពូកែបំផុតខាងសង្គ្រាមឈរជើងនិងសង្គ្រាមព្រៃ Guerrilla Warfare ប្រឆាំងនឹងការឈ្លានពាន 4. តើកម្ពុជាគួរធ្វើយ៉ាងណានៅក្នុងស្ថានភាពដែលសត្រូវលែងខ្វល់ពីច្បាប់បែបនេះផ្លាស់ប្ដូរទៅជាសង្គ្រាមការពារជាតិពេញទំហឹងប្រកាសស្ថានភាពអាសន្ននិងកេណ្ឌកម្លាំងបំរុងទាក់ទាញអន្តរជាតិដោយរូបធៀបបង្ហាញភស្តុតាងពីការវាយប្រហារលើជនស៊ីវិលទៅកាន់ពិភពលោកទោះបីជាថៃមិនខ្វល់ប៉ុន្តែសម្ពាធនេះនឹងកាត់ផ្ដាច់ដង្ហើមសេដ្ឋកិច្ចរបស់គេចោលស្នើសុំជំនួយយោធាបន្ទាន់ពីមិត្តភក្តិពិសេសគឺចិនឬរុស្ស៊ីសម្រាប់ប្រព័ន្ធការពារដែនអាកាសដើម្បីទប់ទល់នឹង F-16 សរុបមកការដែលថៃធ្វើបែបនេះគឺដូចជាអ្នកលេងល្បែងដែលដាក់លុយអស់ពីខ្លួនវាអាចមើលទៅគួរឲ្យខ្វាយខ្លាចនៅពេលដំបូងប៉ុន្តែវាគឺជាសញ្ញានៃការដួងរលំខាងក្នុងប្រទេសដែលពឹងផ្អែកលើទេសចរនិងការនាំចេញដោយថៃមិនអាចទ្រាំទ្រនឹងសង្គ្រាមបែបនេះពេលដែលកម្ពុជាមានស្មារតីជាតិនិយមខ្ពស់និងតស៊ូដល់ទីបញ្ចប់